ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើ assignment ទី2ឲ្យលោកគ្រូគឺ basic command line របស់ Linux អញ្ចឹងទី1យើងមាន sudo apt upgrade command line ហ្នឹងគឺវាជួយ upgrade ដូចយើង restart Windows អញ្ចឹងដោយសារតែខ្ញុំចុច upgrade ហើយអញ្ចឹងវាត្រូវការចំណាយពេលយ៉ាងយូរទៅយើងមិនចិត្តទេអញ្ចឹងចូលដល់ command line ទី3គឺ pwd អាហ្នឹងគឺ check directory ដែលយើងកំពុងតែនៅអញ្ចឹង command line បន្ទាប់គឺ list គឺវា show ក្នុង folder ហ្នឹងវាមាន file អីគេខ្លះ folder អីគេខ្លះអញ្ចឹងទាំងអស់ហ្នឹងវាជា file ហើយ folder របស់ខ្ញុំ command line បន្តទៀតគឺនេះគឺ show ព័ត៌មាន detail របស់ file របស់ខ្ញុំមានដូចជា permission ហើយ file size ហើយអីគេទៀតចឹងទៅថ្ងៃខែដែលបង្កើតអីចឹងទៅcommand line បន្ទាប់អានេះគឺបង្ហាញ file ដែលមាននៅក្នុង folder ហ្នឹងដូចគ្នាតែវាអត់មានបង្ហាញ detail ដូចអាមុនទេតែវា show ទាំងអា file ណាដែលយើងអត់ permission ដែលយើង hidden ដូចគ្នាចូល command បន្ទាប់command ហ្នឹងគឺបញ្ជាក់ពីfile ដែលយើងអាច readable បានហើយមួយនឹង file size របស់វាយើងអាចធ្វើសកម្មភាពបានណាហើយបន្តមកចូលដល់ command បន្តទៀតគឺ cd នេះcommand ហ្នឹងគឺដើម្បី change directory ចឹងខ្ញុំមាន folder ដូច folder su10 ចឹងខ្ញុំចូលទៅកាន់ folder su10 ហ្នឹងចឹងឃើញខ្ញុំនៅក្នុង stand នៅក្នុង folder su10 ជាមួយនឹង pwd ចេញ folder su10 ចឹងខ្ញុំថយមកក្រោយវិញមកដោយប្រើ command មួយនេះដើម្បីថយមកក្រោយវិញcommand មួយនេះដើម្បីវាទៅកាន់ home directory ចឹងដល់ពេលដែលយើង pwd យើងនៅក្រៅរបស់យើងដដែលចឹងថាវានៅក្រៅចឹង command បន្តទៀតអាហ្នឹងបើថាយើងនៅរូប command ហ្នឹងយើងនៅអា file folder រូបរបស់យើងហ្មងហើយចឹងចូលដល់ command បន្តទៀតយើងឥឡូវយើងមក command បង្កើត file អញ្ចឹងខ្ញុំចង់បង្កើត file មួយខ្ញុំប្រើ command type ហើយ file name ហ្នឹងឈ្មោះ tt អញ្ចឹងទៅ .txt ដោយសារតែនៅក្នុងក្រៅនេះអញ្ចឹងយើងអត់មាន permission ទេនៅក្នុង home អញ្ចឹងយើងអត់មាន permission យើងត្រូវ cd ទៅយកយើងនេះដោយសារយើងនៅរូបអញ្ចឹងយើងទៅនេះវិញ
cd slash home language cdនេះបញ្ចូលដល់ folder របស់យើងឃើញហើយអញ្ចឹងខ្ញុំចង់បង្កើត file មួយគឺ admin របស់ខ្ញុំចង់បង្កើត folder មួយដើម្បីដាក់ file របស់យើងគឺអញ្ចឹងដាក់ឈ្មោះ folder ដាក់ឈ្មោះ doc ចឹងចុះហើយយើង cd ទៅកាន់ doc ហ្នឹងមកคลิกអក្សរធំចូលទៅកាន់ doc ហើយយើងបង្កើត file មួយ file doc ដូចគ្នាយើង list មកថាដើម្បីដឹងថាមាន file ហើយឃើញចេញ file doc អញ្ចឹងយើង echo ដើម្បីដាក់content របស់យើងអញ្ចឹងខ្ញុំចង់ដាក់ hello from doc អញ្ចឹងវាចេញ hello from doc អញ្ចឹងយើងកុំភ្លេចសញ្ញានេះបានន័យថាវាធំជាងសញ្ញាធំជាងហ្នឹងបានថាវាធំជាង bit អញ្ចឹង bit យើងនៅ0ទេ0តែបើយើងដាក់សញ្ញាហ្នឹងបានន័យថាវាធំជាងវាមាន file size តែបើយើងដូរមកចាបានន័យថាវាអត់មាន file size របស់យើងទេអញ្ចឹងនៅពេលដែលយើងចង់បង្ហាញថាក្នុង content យើងមានអីដូចក្នុងfile doc ហ្នឹងមានអីអញ្ចឹងទៅវាអត់ចេញមកបើយើងដាក់អញ្ចឹងតែបើយើងដាក់ចេះវាអាចនឹងវាចេញមកអញ្ចឹងដាក់អញ្ចឹងខ្ញុំដាក់អញ្ចឹងដាក់ main file របស់យើងឈ្មោះ file របស់យើង doc txt អញ្ចឹងយើងសាក cat មើលឃើញអត់ចាំថាវាដាក់ doc អញ្ចឹងមកវាចេញតើរបស់បើយើងដាក់អូខេខ្ញុំបង្កើត file មួយទៀតចុះ cat វិញម្ដងចឹងហើយខ្ញុំ echo ទៅកាន់ចឹងខ្ញុំបដូរសញ្ញាមកតូចជាងវិញចឹងមកកាន់ cat.txt ចឹងវា show យើងតែនៅពេលដែលយើង cat វាចេញមកយើងបង្ហាញវាចេញមក cat.txt ចឹងវា show nothing ហ្នឹងមកន័យថាវាអត់ទៅបង្កើតទេតែវា show ឲ្យយើងចឹងយើងចូលដល់ command មួយទៀតគឺ command less command less នឹង less ហ្នឹងមកន័យថាយើង view file របស់យើងខ្ញុំ view doc ឃើញចេញ doc មកដែរបងប្អូនអញ្ចឹងដើម្បីយើងនេះបានយើងជួយយើង quit បានយើងជួយអក្សរ Q មកវាចេញមក command យើងធម្មតាអញ្ចឹងចូលដល់ command មួយទៀតគឺ head doc.txt ចឹងបានថាវាអា head ហ្នឹងមកន័យថាវាចាប់យក10ជួរដំបូងនៅក្នុង file របស់យើងអញ្ចឹងបានថាវាដូចប្រៀបដូចជា header អញ្ចឹងវាចាប់យក10 line ដំបូងនៅក្នុង file doc របស់យើងអញ្ចឹងដោយសារតែ file doc យើងមានតែមួយ line អញ្ចឹងវា show តែមួយ line ឲ្យចូលដល់ បន្តទៀតគ្រាន់តែថែមn ហើយលេខ5មកបានន័យថាយើង show 5 line វិញ
យើងអត់ចូល10ទេតែយើងចូល5 line វិញនៅក្នុង file doc ហ្នឹងតែ10ជួរដំបូងដូចគ្នាអញ្ចឹងដោយសារតែយើងមានតែមួយ line វាចូលតែមួយ line ហ្នឹងដដែលអញ្ចឹងចូលដល់ command បន្ទាប់ tail command tail command tab វាផ្ទុយពី command tab ដោយសារថាវាចាប់យកខាងក្រោមវិញវាចាប់យកខាងក្រោមថាមានយកខាងក្រោមរបស់ content របស់ file របស់យើងហ្នឹងយក10 line ដូចគ្នាអញ្ចឹងវាផ្ទុយគ្នាពី head អញ្ចឹងដោយសារតែយើងមានតែមួយ line វាចាប់យកតែ hello from doc ហ្នឹងទេដូចគ្នាយើងថែមតែ n ហើយ5មកវាចាប់យកតែ5 line ដូចគ្នាចាប់យក5 line ពីខាងក្រោមឡើងទៅវិញវាចាប់ពីលើតែវាចាប់ពីក្រោមឡើងទៅវិញបន្តមកយើងមាន command មួយទៀតពិសេសវាយើងនេះយើងថែម f នេះបានដើម្បីថាយើងមើល file របស់យើងដែលកំពុង update ថាវាដល់ណាអីចឹងទៅយើង update អីចឹងទៅអញ្ចឹងយើង control C ដើម្បីផ្ដាច់វាមកហើយ command បន្តទៀតគឺ copy អញ្ចឹងយើង copy command copy យើង cp ឈ្មោះ file របស់យើងអីគេ doc txt ហើយខ្ញុំចង់បង្កើត folder មួយគឺថា doc អញ្ចឹងដាក់ folder doc ចុះដាក់ folderចុះចេះមកដោយសារមិនយើងភ្លេច create folder អញ្ចឹងថាយើងត្រូវ create mk dir folder animal ចុះយើងកើត folder animal មួយដើម្បីផ្ទុកនេះរបស់យើងអញ្ចឹង folder animal អញ្ចឹងខ្ញុំ copy cp doc.txt and animal slash យើង cd ទៅ animal cd ទៅ animal មើលយើង list ឃើញវាចូល doc ចេញមកអត់ហើយដល់មកយើង cat មើលថាក្នុងនោះមានអីគេទៅឃើញមាន hello from doc ចេញមកអត់អញ្ចឹងបន្ទាប់ទៀតគឺ copy ទាំង whole មកឲ្យនៅក្នុងហ្នឹងឲ្យតែមានយើងcopy ទាំង folder ឲ្យតែមានអីគេយើង copy ទាំងអស់នៅក្នុង folder ហ្នឹងឲ្យតែមាន sub folder មាន file មានអីនៅក្នុង folder មួយហ្នឹងយើង copy ទាំងអស់ចេញមកយកមកអញ្ចឹងខ្ញុំ cd ចេញសិនមកខ្ញុំ copy folder animal របស់ខ្ញុំដដែលហ្នឹងហើយ cp/r តមកឈ្មោះ folder របស់យើង animal ហើយយើង copy animal យើងចង់ rename ដាក់ឈ្មោះឲ្យគេដាក់ animal 1ចុះanimal 1ដាក់សេជាអក្សរវិញ animal 1អញ្ចឹងដល់ពេលដែលយើង cd ទៅ animal 1ន័យថាយើងចូលទៅក្នុងហ្នឹងហើយយើង list មើលឃើញរបស់យើងហើយយើង cat doc ហ្នឹងទៅ dot txt ហ្នឹងទៅវាចេញ
នឹងចេញ file នឹងចេញ content របស់យើង hello from ដកហើយនេះដើម្បី clear ឃើញយើង full អញ្ចឹងយើងពិបាកមើលយើង clear clear នេះរបស់យើងទៅយើងចុច clear ទៅវាបាត់តែបើយើងចង់មើល history របស់យើងមានអីគេខ្លះយើងវាយ comment history មកវាចេញមកថាយើងធ្លាប់បានធ្វើគេខ្លះអញ្ចឹងខ្ញុំធ្លាប់ធ្វើឡើង240ម៉ាក់ព្រោះ online ចឹងខ្ញុំ clear មកវិញហើយយើងចេញមកវិញមកយើងវាយ comment នេះដើម្បីចេញពី folder មួយហ្នឹងតោះមកយើងចូលដល់ comment move ចឹងដើម្បីចូលដល់ comment យើងមាន keyword mv តមកយើង move file យើង move file ដករបស់យើងmove file cat cat.txt ចឹងខ្ញុំ move file cat ហ្នឹងទៅដាក់នៅក្នុង animal ចាំមើលវាបាត់អត់ណា list បានន័យថាយើង list មកឃើញបាត់មាន character តែបើយើង cd ទៅកាន់ animal យើង ls យើងនឹងឃើញ cat ហើយនឹង dog វិញយើងចង់ move ចេញវិញ mv cat.txt យើងចង់ move វាទៅណាចង់ move វាទៅក្រៅវិញអញ្ចឹងដូចក្រៅដូច comment ចុច2ហើយចាស់ ls នេះឃើញអ្នកទាំងអស់គ្នាឃើញចេញតែដកនៅក្នុង animal មិញមាន cat ផងមាន dog ផងតែខ្ញុំប្រើ comment move វាចេញក្រៅវិញអញ្ចឹងឃើញតែ dog អញ្ចឹងនៅពេលដែលអញ្ចឹងយើង cd ចេញក្រៅមកតង់ទៀតដើម្បី delete មកថាក្នុង folder dog ហ្នឹងមានអីគេនឹងមានឃើញមាន show cat មកអញ្ចឹងមានតែប៉ុណ្្នឹងទេលោកគ្រូ